ក្រសួងការពារជាតិកម្ពុជាបានចេញនៅសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃនិងបានធ្វើការបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ភាគីថៃនៅរសៀលថ្ងៃទី29ខែធ្នូឆ្នាំ2025ម្សិលមិញនេះដែលបានលើកឡើងថាខ្លួនបានរកឃើញយានគ្មានមនុស្សបើក UAV ជាង250គ្រឿងហោះចេញពីកម្ពុជាចូលទៅរំលោភក្នុងដែនអធិបតេយ្យរបស់ថៃជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាព្រមទាំងរដ្ឋបាលខេត្តជាពិសេសខេត្តតាមបណ្ដាព្រំដែនបានចេញសេចក្តីណែនាំនិងពង្រឹងការហាម5និងសកម្មភាពបង្ហោះដ្រូនដែលគ្មានមនុស្សបើកនេះយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតហើយគ្មានការបង្ហោះដ្រូននេះឡើយក្រសួងការពារជាតិសូមធ្វើការបដិសេធនិងច្រានចោលនៅការចោទប្រកាន់របស់ភាគីថៃទាំងស្រុងទន្ទឹមនឹងនេះក្រសួងការពារជាតិបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់យ៉ាងដាច់ខាតទៅលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកហៅកាត់ថា drone គ្រប់ប្រភេទនៅទូទាំងប្រទេសជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែនដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋនិងយោធិននៃកងយុទ្ធពលខេមរៈភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ